បាទសួស្តីបងប្អូនទាំងអស់គ្នានេះការចាប់បាទអាណាដែលស្ងួតទឹកនេះបញ្ហាប្រភពនៃបញ្ហាគឺរុំខ្លួនឯងអញ្ចឹងអាចចូលវ័យចាប់ពីត្រឹម30ថ្ងៃទៅដល់40ថ្ងៃលូតដល់45ថ្ងៃនេះគឺយើងប្រយ័ត្នឡើងនឹងមែនតើបងប្អូនបាទមិនមែនតិចក្របទេមិនមែនតិចក្របទេបងប្អូននេះបាទមើលខ្លួនឯងជាក់ស្ដែងអ្វីដែលត្រូវប្រយ័ត្ននៅពេលដែលយើងផ្កាប់ចំណីចាស់ចូលគ្រប់ថាដួងយើង30ថ្ងៃហើយយើងផ្កាប់ចំណីចាស់ចូលលើចំណីថ្មីយើងដើម្បីដាក់វារហូតដល់40ថ្ងៃទៅ45ថ្ងៃអញ្ចឹងចន្លោះប្រហែលជា5ថ្ងៃទៅ7ថ្ងៃបងព្យាយាមមកមើលនេះណាដូចខ្ញុំមួយថ្ងៃនេះខ្ញុំរវល់ជាមួយទៅថ្ងៃនេះហើយនឹងកាឡាឌូបៃពេកហើយដឹកមេបាពូតឲ្យបងចឹងអត់សូវមានពេលមើលវាណាយើងមើលចន្លោះពី5ថ្ងៃទៅ7ថ្ងៃបងព្យាយាមយកអាកាសសំណល់ចាស់នេះចោលណាបាទបើយើងអត់បានយកអានឹងចោលទេគឺអាខាងក្រោមយើងតំដាក់ចំណីថ្មីវាមានជាតិទឹកវាអត់សូវជាមានបញ្ហាទេប៉ុន្តែសំខាន់តែខាងលើនេះខាងលើនេះគឺវាច្រកទៅពីក្រោមពីលើចុះក្រោមអញ្ចឹងវាធ្វើឲ្យស្ងួតទោះបីចំណីយើងខាងក្រោមនេះមកឃើញសល់ដែរទោះបីចំណីនឹងនៅសល់ខ្លះក៏ដោយប៉ុន្តែដួងវាចាប់ដើមវ័យវាចង់ចេះកាច់ច្រមុះពេលខ្លះវាតនេវាអញ្ចឹងទៅវាឡើងមកដល់លើនឹងវាលើហ្នឹងទៅមើលតែលើនឹងស្ងួតវាចាប់ដើមចាប់ទាញរុំខ្លួនខ្លះជាមួយខ្លះជាសបុករបស់វាទៅតែសំណួរសួរថាវារុំខ្លួនអញ្ចឹងតើអត្រាវាញាស់អត់បាទបើអាណាដែលមានសុខភាពល្អអាចញាស់តែអាណាសុខភាពអត់ល្អគឺវាអត់ញាស់ទេតែចំនួនបើនិយាយថាភាគរយនៃការញាស់10%ភាគរយនៃអត់ញាស់គឺ90%ចឹងមកថាប្រយ័ត្នតែវារុំហើយគឺខូចទេខាតហ្មងបាទខាតមិនមែនខាតគេទេគឺខាតយើងនេះបងមើលអាហ្នឹងនៅជាមួយចំណីនៅខាងក្រោមហ្នឹងនេះកាយប៉ះនេះទីមកដឹងទេបាទហ្នឹងដល់ពេលដែលយើងអាសាមើលវានេះច្រើនក្របណាបងប្អូនអើយដល់ពេលដែលយើងអាសាមើលវានេះដឹងដល់ពេលដែលយើងអាសាមើលវាយើងកាយអាហ្នឹងចឹងហើយយើងចាប់ដើមមើលសំណើមទឹកទៅពេលដែលទឹកយើងធ្វើជាមួយចំណីហ្នឹងវាល្មមហើយវាអស់អានេះស្ងួតគឺវាអត់អាចអីមកតោងមករុំខ្លួនកើតទៀតទេហ្នឹងហើយដល់ពេលដែលវាចឹងយើងអស់អីរុំខ្លួនហើយមកក្របទៀតបានទេបងគាត់តែចាន់ដៃនេះចូលចិត្ត10គ្រាប់នេះឯងហើយដួងខ្ញុំប៉ុណ្ណឹងហើយសួរខ្ញុំចាប់ហូបខ្ញុំមិនទាន់ហូបទេបាទថែមចំណី5ថ្ងៃទៀតถึง7ថ្ងៃទៀតមិនចាប់យកទៅលាងពោះនេះស្តង់ដាររបស់ខ្ញុំណាសម្រាប់គេហូបប៉ុណ្ណឹងគឺរបស់គេតែបងដែលឆ្កល់កុំឆ្កល់ចង់សាកទិញគេទៅបាទនេះមកមួយចំណីនេះសល់ទេប៉ុន្តែគាត់ថាដួងមានបញ្ហាចឹងសំខាន់គឺដូចខ្ញុំនិយាយចឹងថាខាងលើចំណីជាងស្ងួតហើយគឺដួងចាប់ផ្ដើមមកកាច់សម្បុកខ្លួនវាហើយអូខេវីដេអូនេះមានអីដែរតែប៉ុណ្ណឹងថាការពីកន្លែងនេះបាទនេះអានេះភាគរយគឺខូចទេมันអត់សង្ឃឹមញាស់ទេអត់សង្ឃឹមញាស់ទេណាបងប្អូនភាគរយខូចអូខេអរគុណច្រើនបងប្អូនព្យាយាមតាមមើលបែបហ្នឹងណានៅពេលចន្លោះដួងចាប់ដួងបើនិយាយពីសាច់ដួងថាចេះកាច់សម្បុកចាប់ពី15ថ្ងៃឡើងដួងចេះកាច់សម្បុកហើយអញ្ចឹងអ្វីដែលយើងត្រូវប្រយ័ត្នគឺចំណៃស្ងួតនេះហើយចន្លោះដែល30ថ្ងៃឡើងដល់45ថ្ងៃគឺកាច់លឿនខ្លាំងជាងមែនតើបាទ15ថ្ងៃនេះវាមានមួយទេតែបើចន្លោះពី30ថ្ងៃឡើងដល់45ថ្ងៃហ្នឹងគឺការពីកន្លែងហ្នឹងមែនតើណាអូខេអរគុណច្រើនបាយបាយ